លោកជំទាវ ឡៅស៊ីយៈ និងលោកជំទាវ អុកញ៉ា នឹមវណ្ណៈចេញមុខលើកឡើងចំបែបនេះក្រោយផ្ទុះរឿងពាក្យសម្ដី$500ពុំគូតាន់កសាងគ្រួសារប្រិមិត្តអ្នកស្ដាប់ជាទីគោរពតើប្រាក់ខែ$500គ្រប់គ្រាន់សម្រាប់កសាងគ្រួសារដែរទេសំណួរដ៏សាមញ្ញមួយនេះបាននឹងកំពុងជាព្យុះសង្គ្រាទោះជជែកការវែកញែកក្តៅកគុកពេញបណ្ដាញសង្គមប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃថ្មីនេះមនុស្សរាប់ម៉ឺននាក់បានបែងចែកជាពីរក្រុមមួយក្រុមលើកឡើងថានេះជាការពិតនៃស្តង់ដារជីវិតសម័យថ្មីខណៈដែលមួយក្រុមទៀតរិះគន់ធ្ងន់ថាជាការទាមទារជ្រុលហួសហេតុនិងមើលងាយតម្លៃនៃសេចក្តីស្រឡាញ់តើអ្វីដែលជាដើមចោងពិតប្រាកដនៃរឿងរ៉ាវនេះហើយហេតុអ្វីបានជាសម្ដីរបស់បុគ្គលម្នាក់អាចទាញឲ្យមានការជជែកដេញដោលស៊ីជម្រៅរហូតដល់មានការចូលរួមពីសំណាក់សេដ្ឋីនីនិងអង្គការល្បីបែបនេះថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅពិនិត្យមើលសាច់រឿងនេះយ៉ាងលម្អិតនិងធ្វើការវិភាគលើទស្សនវិជ្ជាសង្គមសេដ្ឋកិច្ចពិតជាក់ស្ដែងប្រិមិត្តទស្សនិកជនរឿងរ៉ាវចម្រូងចម្រាសនេះបានចាប់ផ្ដើមឡើងបន្ទាប់ពីសុកលីនដែលជាអ្នកលេង TikTok ដ៏ល្បីឈ្មោះមួយរូបដែលទៅតែបានឆ្លងផុតរឿងរ៉ាវរកាំរកូសជាមួយអតីតដៃគូចាស់មិនទាន់បានប៉ុន្មានផងស្រាប់តែបានធ្វើឲ្យពិភពបណ្ដាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងជាថ្មីម្ដងទៀតដើមហេតុគឺកើតចេញពីវីដេអូសម្ភាសន៍មួយរបស់នាងដែលត្រូវបានគេយកមកចែកចាយយ៉ាងទូលំទូលាយលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងបទសម្ភាសន៍នោះសុកលីនបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយបានលើកឡើងយ៉ាងច្បាស់ថាប្រាក់ខែ$500ពុំគូតាន់មានគ្រួសារឬក៏សាងគ្រួសារនោះទេនាងបញ្យល់បន្ថែមថាប្រាក់ចំណូលចំនួន$500ក្នុងមួយខែនេះប្រសិនបើយកម្ករស់នៅតែម្នាក់ឯងគឺវាមិនជាបញ្ហាចោទអ្វីឡើយប៉ុន្តែប្រសិនបើយកទៅកសាងគ្រួសារឬមានដៃគូជីវិតគឺវាជាចំនួនទឹកប្រាក់ដែលតិចតួចខ្លាំងណាស់ហើយមិនអាចទ្រទ្រង់ជីវិតគ្រួសារឲ្យមានស្ថិរភាពបានឡើយភ្លាមបន្ទាប់ពីវីដេអូសម្ភាសន៍នេះត្រូវបានសាយភាយមតិមហាជនលើបណ្ដាញសង្គមបានចែកចាយជាចរន្តផ្ទុយគ្នាយ៉ាងខ្លាំងក្លាចរន្តទី1ក្រុមរិះគន់មហាជនមួយចំនួនធំបានសម្ដែងការមិនពេញចិត្តនិងបានរិះគន់យ៉ាងធ្ងន់ទៅលើសម្ដីរបស់សុកលីនពួកគេបានលើកឡើងថាពាក្យសម្ដីនេះគឺជាការទាមទារជ្រុលហួសហេតុនិងខ្ពស់ហួសពីការពិតនៃសង្គមកម្ពុជាក្រុមនេះបានអះអាងថាប្រសិនបើបុគ្គលម្នាក់ចេះរៀបចំចាត់ចែងថវិកាចេះសន្សំសំចៃនិងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវនោះប្រាក់ខែ$500មិនតិចនោះទេគឺអាចកសាងគ្រួសារតូចមួយដោយក្តីសុខបានផ្ទុយទៅវិញប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងហិរញ្ញវត្ថុមិនចេះរៀបចំជីវិតទេនោះទោះបីជាមានប្រាក់ខែរាប់ពាន់ដុល្លារក៏នៅតែមិនគ្រប់គ្រាន់និងជួបវិបត្តិហិរញ្ញវត្ថុដដែលអ្វីដែលកាន់តែសំខាន់ជាងនេះក្រុមរិះគន់បានចង្អុលបង្ហាញថានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានបងប្អូនកម្មករនិយោជិកមន្ត្រីរាជការក្របខ័ណ្ឌឬបុគ្គលិកក្រុមហ៊ុនឯកជនជាច្រើនទទួលបានប្រាក់ខែមិនទាន់ដល់$500ផងប៉ុន្តែពួកគេនៅតែអាចបង្កើតគ្រួសារមើលថែកូននិងរស់នៅក្នុងភាពសុខសាន្តបានចរន្តទី2យ៉ាងណាមិញក៏មានមតិមួយផ្នែកទៀតបានចេញមកគាំទ្រនិងសម្ដែងការយល់ស្របជាមួយសុកលីនផងដែរពួកគេបានបញ្ជាក់ថាការរស់នៅក្នុងសម័យបច្ចុប្បន្នគឺទាមទារការចំណាយខ្ពស់ណាស់ទាំងថ្លៃឈ្នួលផ្ទះថ្លៃទឹកថ្លៃភ្លើងថ្លៃអាហារថ្ងៃត្រង់ថ្លៃហូបចុកប្រចាំថ្ងៃនិងជាពិសេសចំណាយលើការអប់រំនិងសុខភាពប្រសិនបើមានកូនដូច្នេះតម្រូវការរស់នៅជាក់ស្ដែងក្នុងទីក្រុងគឺពិតជាត្រូវការទឹកប្រាក់លើសពី$500ពិតមែនហើយការកំណត់ស្តង់ដាររស់នៅរបស់មនុស្សម្នាក់គឺមិនដូចគ្នាឡើយរឿងរ៉ាវកាន់តែឡើងកម្ដៅខ្លាំងឡើងនៅពេលដែលមាននារីម្នាក់បានចេញវីដេអូតបតយ៉ាងមុតស្រួចទៅកាន់អ្នកដែលរិះគន់សុកលីននារីរូបនោះបានពោលពាក្យធ្ងន់ថាអ្នកដែលរិះគន់សម្ដីសុកលីនសត្វតែជាមនុស្សអត់លុយប្រសិនបើជាមនុស្សប្រុសដែលមានលុយគេមិនទៅរិះគន់សម្ដីប៉ុណ្ណឹងនោះទេនាងបន្ថែមទៀតថាសម្ដីស្ត្រីដែលឡើងទៅនិយាយក្នុងកម្មវិធីសម្ភាសន៍ទាំងនោះសុទ្ធសឹងតែជាមនុស្សស្រីដែលមានសមត្ថភាពខ្ពស់អាចរកចំណូលបានយ៉ាងតិច$1000ទៅរហូតដល់$10000ក្នុងមួយខែដូច្នេះនៅពេលដែលពួកគេមានសមត្ថភាពរកលុយបានច្រើនគឺវាសមហេតុផលណាស់ដែលពួកគេទាមទារកម្រិតស្តង់ដារជីវិតខ្ពស់សមទៅនឹងតម្លៃនិងសមត្ថភាពរបស់ពួកគេការលើកឡើងដ៏ក្តៅគគុកនេះបានធ្វើឲ្យអ្នកជំនួញនិងបុគ្គលល្បីមិនអាចឈរមើលនិងភ្នែកបានឡើយភ្លាមនោះចាយាដែលជាស្ថិនីអនឡាញដ៏មានប្រជាប្រិយភាពមួយរូបបានចេញមុខមកចែករំលែកទស្សនៈផ្ទុយនិងបទពិសោធន៍ជីវិតពិតរបស់លោកស្រីចាយាបានលើកឡើងថាតាមពិតប្រាក់ខែ$500
ហើយបើប្រពន្ធខំរកផងនោះអាចគ្រប់គ្រាន់សម្រាប់រស់នៅហើយស្តង់ដារជីវិតការរស់នៅខុសៗគ្នាมันប្រកាសថាប្រាក់ខែតិចតែมันមានឱកាសមើលមិនឃើញទេជាក់ស្ដែងសេដ្ឋីនីនិងអ្នកមានស្ដុកស្ដំក្នុងប្រទេសយើងមួយចំនួនក៏ផ្ដើមចេញពីជីវភាពក្រលំបាកដែរมันមានប្រាក់ខែ$500ផងបើខ្ញុំវិញប្តីប្រាក់ខែ$85ប្រពន្ធ$70តែនៅតែត្រដរខំដើម្បីចាប់ដៃគ្នាសាងអនាគតសំខាន់បំផុតលើក្តីស្រឡាញ់ស្មោះត្រង់ជំនះប្រឹងប្រែងនិងការអត់ទ្រាំគឺអាចរស់បានហើយចំណែកឯលោកជំទាវអុកញ៉ានឹមវណ្ណៈក៏បានចូលទៅសរសេរសារគាំទ្រយ៉ាងខ្លីតែមានទម្ងន់ពីខាងក្រោមសំណេររបស់ចាយាថាពិតណាស់អូនដែលពាក្យនេះជួយបន្ថែមទម្ងន់ទស្សនៈដែលផ្អែកលើការតស៊ូនិងការកសាងគ្រួសារចេញពីបាត់ដៃទទេប្រិមិត្តទស្សនិកជនបន្ទាប់ពីយើងបានស្ដាប់នៅសាច់រឿងនិងប្រភពដើមទាំងស្រុងហើយតើនាងខ្ញុំមានការវិភាគយ៉ាងណាចំពោះប្រធានបទដ៏ក្តៅកគុកមួយនេះតើរឿងនេះគ្រាន់តែជាការវែកញែកអត់ប្រយោជន៍ឬជាកញ្ចក់ឆ្លុះបញ្ចាំងពីប្រតិបត្តិទស្សនៈសង្គមដ៏ស៊ីជម្រៅមួយការប៉ះទង្គិចគ្នារវាងទស្សនៈប្រពៃណីការតស៊ូនិងទស្សនៈតថនិយមសេដ្ឋកិច្ចទំនើបប្រសិនបើយើងពិនិត្យឲ្យបានស៊ីជម្រៅរឿងនេះមិនមែនជារឿងខុសឬត្រូវទាំងស្រុងនោះទេប៉ុន្តែជាការជល់គ្នារវាងទស្សនៈពីរជំនាន់ទស្សនៈបែបតស៊ូនិងមនោសញ្ចេតនាចាយៈមហាជនភាគច្រើនផ្ដោតលើភក្តីភាពនិងការខិតខំព្យាយាមមនុស្សក្រុមនេះជឿជាក់ថាសេចក្តីស្រឡាញ់ការអត់ទ្រាំនិងការចាប់ដៃគ្នាតស៊ូគឺជាគ្រឹះចម្បងលុយអាចរកបានតាមក្រោយប្រសិនបើមនុស្សពីរនាក់មានចិត្តដូចគ្នាឧទាហរណ៍ជាក់ស្ដែងរបស់ចាយៈដែលផ្ដើមពីប្តីប្រាក់ខែ$85ប្រពន្ធ$70រហូតក្លាយជាសេដ្ឋីគឺជាផុសតាងរស់នៃសក្តានុពលមនុស្សទស្សនៈបែបតថនិយមនិងគ្រប់គ្រងហានិភ័យសុកលិនស្ត្រីទំនើបអតិផរណានិងការចំណាយលើការរស់នៅក្នុងទីក្រុងមានកម្រិតខ្ពស់ខ្លាំងការរៀបការនិងការមានកូនទាមទារចំណាយជាចាំបាច់ថ្លៃមេដោះថ្លៃទឹកដោះគោថ្លៃសាលារៀនថ្លៃព្យាបាលជំងឺការមានប្រាក់ខែ$500សម្រាប់មនុស្ស2នាក់ឬ3នាក់អាចបង្កជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលជាដើមចំនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនិងការលែងលះគ្នាទៅវិញ2អន្តៈនៃស្តង់ដារជីវិតនាងខ្ញុំម៉ារីសូមរំលេចចំណុចសំខាន់មួយប្រាក់ខែ$500គ្រប់ឬមិនគ្រប់គឺអាស្រ័យលើទីតាំងនិងស្តង់ដាររស់នៅខេត្តជនបទមានផ្ទះផ្ទាល់ខ្លួនប្រាក់ខែ$500អាចរស់នៅបានយ៉ាងសមរម្យនិងមានសេចក្តីសុខព្រោះគ្មានសម្ពាធថ្លៃឈ្នួលផ្ទះឬការទិញម្ហូបអាហារថ្លៃរស់នៅរាជធានីភ្នំពេញជួលផ្ទះប្រាក់ខែ$500សម្រាប់គ្រួសារដែលមានសមាជិក2-3នាក់គឺជួបប្រឈមនឹងហានិភ័យហិរញ្ញវត្ថុខ្ពស់ខ្លាំងប្រសិនបើគ្មានប្រភពចំណូលបន្ថែម3ការវាយតម្លៃមនុស្សតាមចំណូលគ្រោះថ្នាក់នៃវប្បធម៌សម្ភារៈនិយមចំណុចដែលរៀបចំឡើងដោយនារីម្នាក់ដែលពោលថាអ្នករិះគន់សត្វតែជាមនុស្សអត់លុយគឺជាការស្ដែងចេញនៅវប្បធម៌ប្រៀបធៀបនឹងសម្ភារៈនិយមជ្រុលការយកកម្រិតចំណូលមកធ្វើជាម៉ែត្រវាស់វែងតម្លៃឬសិទ្ធិក្នុងការបញ្ចេញមតិរបស់មនុស្សគឺជាទស្សនៈខុសឆ្គងស្ត្រីឬបុរសគ្រប់រូបមានសិទ្ធិកំណត់ស្តង់ដារគូស្រកររបស់ខ្លួនប៉ុន្តែការប្រើពាក្យពេចន៍មើលងាយកម្រិតជីវភាពរបស់អ្នកដទៃគឺជាអ្វីដែលសង្គមមិនគូកើតឡើងនោះឡើយប្រិមិត្តទស្សនិកជនជាទីមេត្រីជាសេចក្តីសន្និដ្ឋានរបស់នាងខ្ញុំនៅក្នុងរឿងនេះគ្មាននរណាម្នាក់ខុសទាំងស្រុងឬត្រូវទាំងស្រុងនោះទេសុកលៀននិយាយក្នុងជ្រុងនៃតថភាពសេដ្ឋកិច្ចនិងការការពារហានិភ័យរៀបចំជីវិតមិនឲ្យធ្លាក់ក្នុងភាពក្រីក្រចាយៈនិងអុកញ៉ានវណ្ណៈនិយាយក្នុងជ្រុងនៃសេចក្តីសង្ឃឹមអតិបរមានៃការតស៊ូនិងការមិនបោះបង់ប្រាក់ខែ$500មិនមែនជាទោសទណ្ឌហើយក៏មិនមែនជាឧបសគ្គបិទផ្លូវសុភមង្គលនោះដែរអ្វីដែលសំខាន់បំផុតសម្រាប់ដៃគូជីវិតមិនមែនជាតួលេខនៃប្រាក់ខែបច្ចុប្បន្នឡើយប៉ុន្តែគឺតើបុគ្គលនោះមានឆន្ទៈនៃការអភិវឌ្ឍខ្លួនដែរឬទេបុរសឬស្ត្រីដែលមានប្រាក់ខែ$500នៅថ្ងៃនេះប៉ុន្តែមានភាពខ្នះខ្នែងមានចំណេះដឹងនិងមានមហិច្ឆតាគេនឹងអាចរកបាន$1,000ឬ$5,000នៅថ្ងៃស្អែកផ្ទុយទៅវិញទោះបីជាមានប្រាក់ខែ$1,000នៅថ្ងៃនេះតែជាមនុស្សខ្ជិលច្រអូសគ្មានផែនការជីវិតនោះ
ជីវិតគ្រួសារក៏គង់តែជួបវិបត្តិដដែលចាស់ប្រិមិត្តទស្សនិកជនវិញមានទស្សនៈយ៉ាងណាដែរចំពោះប្រធានបទនេះតើបងប្អូនយល់ស្របតាមការលើកឡើងរបស់សុកលីនឬយល់ស្របតាមការលើកឡើងរបស់ចាយាសូមបញ្ចេញមតិយោបល់និង comment ជជែកគ្នានៅខាងក្រោមវីដេអូនេះដោយកម្រិតវប្បធម៌និងការគោរពគ្នាសូមកុំភ្លេចចុច like share និង subscribe channel Nika Info រួចចុចកណ្ដឹងដើម្បីទទួលបានព័ត៌មានលម្អិតនិងការវិភាគស៊ីជម្រៅថ្មីៗជាច្រើនទៀតនាងខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងតែពីដើមរហូតដល់ចប់ជូនពរប្រិមិត្តទាំងអស់គ្នាជួបតែសេចក្តីសុខនិងស្ថិរភាពក្នុងគ្រួសារពេលនេះនាងខ្ញុំសូមអរគុណនិងជម្រាបលា